ពីមុនខ្ញុំធ្លាប់គិតថាការធ្វើការជាក្រុមពិតជាផ្ដល់សម្ពាធហើយធ្វើឲ្យខ្ញុំមានអារម្មណ៍ថាអត់អាចក៏សម្រេចគម្រោងបានដោយសារតែវាមានភាពចម្រុងចម្រាស់ជាច្រើនតែឥឡូវបន្ទាប់ពីខ្ញុំព្យាយាមកែប្រែគំនិតរបស់ខ្ញុំហើយព្យាយាមបើកគំនិតដើម្បីធ្វើការងារជាក្រុមខ្ញុំមានអារម្មណ៍ថាខ្ញុំទទួលបានអត្ថប្រយោជន៍ជាច្រើនពីការធ្វើការជាក្រុមដែលថ្ងៃហ្នឹងនាងខ្ញុំនឹងលើកឡើងអំពីអត្ថប្រយោជន៍ពីរតែតេតូនជាមួយនឹងការធ្វើការជាក្រុមចឹងទី1គឺខ្ញុំចង់លើកឡើងតេតូនជាមួយនឹងអ្វីដែលខ្ញុំទទួលបានអត្ថប្រយោជន៍នេះគឺការធ្វើការជាក្រុមធ្វើឲ្យខ្ញុំទទួលបានលទ្ធផលជោគជ័យនៅក្នុងគម្រោងមួយដោយរលូនដោយខ្ញុំអត់មានសម្ពាធខ្លាំងដូចកាលពីមុនអញ្ចឹងដូចជាយើងដឹងហើយថាការធ្វើការជាក្រុមគឺមានធីមមានគ្នាច្រើនមានសមាជិកច្រើនក្នុងការចូលរួមសហការគ្នាអញ្ចឹងនៅក្នុងក្រុមគឺមានគ្នាច្រើនដែលមានជំនាញផ្សេងគ្នាដូច្នេះហើយធ្វើឲ្យយើងអត់សូវមានសម្ពាធទេដូចឧទាហរណ៍ថាកាលពីមុនយើងទទួលបានការងារគម្រោងអីមួយធំហើយខ្ញុំមានអារម្មណ៍ថាសម្ពាធមែនទែនដោយសារអីខ្ញុំអត់ដឹងថាអ្វីដែលខ្ញុំនឹងធ្វើហើយមានអារម្មណ៍ថាវាធំមែនទែនតែបន្ទាប់ពីខ្ញុំធ្វើការងារជាក្រុមខ្ញុំបានប្រជុំដើម្បីបែងចែកតួនាទីនៅក្នុងគម្រោងមួយដែលទៅជាតូចទៅតាមជំនាញរបស់សមាជិកក្រុមម្នាក់អញ្ចឹងហើយពួកគាត់បានចូលរួមចំណែកបន្តិចអ្នកទៅវាធ្វើឲ្យខ្ញុំមានអារម្មណ៍ថាខ្ញុំអត់សូវត្រូវមានសម្ពាធច្រើនទេហើយពេលនោះផងដែរនៅក្នុងក្រុមមួយគាត់មានជំនាញផ្សេងគ្នាមានភាពខ្លាំងផ្សេងគ្នាអញ្ចឹងដូចខ្ញុំចូលចិត្តធ្វើការងារច្រើនបញ្ចេញយោបល់ច្រើនបញ្ចេញគំនិតយោបល់ច្រើនថ្មីអញ្ចឹងទៅប៉ុន្តែខ្ញុំអត់សូវចូលចិត្តក្នុងការធ្វើឯកសារឲ្យវាមានភាពតាក់ទាញទេប៉ុន្តែខណៈពេលហ្នឹងគឺមានសមាជិកដទៃទៀតដែលគាត់ចូលចិត្តធ្វើការឯកសារដើម្បីវាមានភាពតាក់ទាញហើយសមាជិកដទៃទៀតដូចឧទាហរណ៍ថាយើងធ្វើជាព្រឹត្តិការណ៍អីមួយអញ្ចឹងយើងត្រូវការមានការផុសនៅក្នុង social media នៅក្នុងបណ្ដាញសង្គមអញ្ចឹងទៅគាត់ជំនាញខាងផ្នែកហ្នឹងហើយខ្ញុំអត់ចេះទេអញ្ចឹងធ្វើឲ្យខ្ញុំមានអារម្មណ៍ថាអូខេខ្ញុំអាចនឹងសម្រេចបានគម្រោងហ្នឹងបានដោយជោគជ័យដោយរលូនដោយសារតែសមាជិកម្នាក់គាត់អាចបញ្ចេញសមត្ថភាពមួយរៀងខ្លួនហើយគាត់ជំនាញផ្សេងគ្នាហើយគាត់ស្ម័គ្រចិត្តក្នុងការធ្វើហើយយើងទាំងអស់គ្នាអត់មានសម្ពាធទេហើយយើងចំណាយពេលខ្លីក្នុងការធ្វើដោយសារអីពេលដែលយើងធ្វើអាហ្នឹងគឺខណៈពេលដែលសមាជិកដទៃគាត់នឹងធ្វើអាហ្នឹងដែរអញ្ចឹងយើងសេតពេលវេលាច្បាស់លាស់មួយដើម្បីប្រជុំសម្រាប់រួមគ្នាប្រមូលមតិយោបល់រួមគ្នាអញ្ចឹងទៅហើយអត្ថប្រយោជន៍ទី2ដែលខ្ញុំទទួលបានហ្នឹងគឺច្បាស់ហើយថាយើងធ្វើការជាក្រុមគឺមានគណិតផ្សេងគ្នាមតិយោបល់ផ្សេងគ្នាអញ្ចឹងដូចឧទាហរណ៍ដូចខ្ញុំនៅក្នុងសមាជិកក្រុមរបស់ខ្ញុំហ្នឹងគឺខ្ញុំមានអាយុច្រើនជាងគេហើយខ្ញុំរៀងអត់សូវចូលចិត្តភាពអ៊ូអរច្រើនទេខ្ញុំចូលចិត្តស្ងប់ស្ងាត់ចូលចិត្តអានសៀវភៅចូលចិត្តនៅកន្លែងដែលអត់សូវមានមនុស្សច្រើនប៉ុន្តែពេលដែលខ្ញុំធ្វើព្រឹត្តិការណ៍អីមួយយើងហៅថា event អីមួយគឺផុសគោលបំណងរបស់យើងគឺយើងចង់ឲ្យមានអតិថិជនច្រើនមានភ្ញៀវច្រើនមកចូលរួមអ្នកចូលរួមច្រើនអញ្ចឹងទៅអញ្ចឹងបើយកតាមមតិយោបល់របស់ខ្ញុំគឺខ្ញុំអត់សូវចូលចិត្តមានមនុស្សច្រើនទេអញ្ចឹងខ្ញុំអាចមាន idea អីឬក៏មានមតិយោបល់អីដើម្បីប្រមូលភ្ញៀវឲ្យបានច្រើនទេប៉ុន្តែខណៈពេលដែលសមាជិកក្រុមដទៃទៀតគឺគាត់ជាមនុស្សដែលគាត់ចូលចិត្តលេងសប្បាយក៏ចិត្តភាពអ៊ូអរគាត់ចូលចិត្តមនុស្សច្រើនអញ្ចឹងគាត់បញ្ចេញមតិយោបល់បន្តិចម្នាក់តាក់ទងជាមួយមានហ្គេម activity មានព្រឹត្តិការណ៍សកម្មភាពអីមួយដែលដូចការថតរូបឲ្យស្អាតឬក៏អីមួយអញ្ចឹងទៅធ្វើឲ្យធ្វើឲ្យគម្រោងហ្នឹងក្លាយជាគម្រោងមួយដែលរស់រវើកហើយអាចទាក់ទាញអតិថិជនឲ្យគាត់មកចូលរួមឲ្យបានកាន់តែច្រើនអញ្ចឹងហើយដែលខ្ញុំគិតថាខ្ញុំពិតជាទទួលបានអត្ថប្រយោជន៍ច្រើនមែនតើពីការធ្វើការជាក្រុមទាំងដែលខ្ញុំអត់សូវមានសម្ពាធច្រើនដូចការដែលខ្ញុំធ្វើការម្នាក់ឯងអញ្ចឹងសរុបសេចក្តីរួមមកវិញគឺខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាចាប់ផ្ដើមមានទម្លាប់នៃការធ្វើការជាក្រុមបើអ្នកទាំងអស់គ្នាចង់ឲ្យខ្លួនឯងសម្រេចជោគជ័យឬក៏គម្រោងអីមួយបានល្អរលូនហើយអត់សូវមានសម្ពាធច្រើនអញ្ចឹងសូមអរគុណ